លើកទី1ប្រត់ស្លាប់លើកទី2ប្រត់រស់មហាជនខ្លោចចិត្តអាណិតដំរីឈ្មោះលាក់គីដែលត្រូវប្រត់ពីអ្នកមើលថែជាង20ឆ្នាំមើលវីដេអូដំរីមួយក្បាលឈ្មោះលាក់គីរត់តាមខាត់អ្នកមើលថែហើយអាណិតស្ទើរខ្លោចចិត្តព្រោះលាក់គីត្រូវប្រត់ពីអ្នកមើលថែរបស់ខ្លួនទាំងអាឡ័យទោះបីដំរីឈ្មោះលាក់គីខំរត់ស្រែកយំតាមអ្នកមើលថែយ៉ាងណាក៏ដោយក៏អ្នកមើលថែមិនអាចបន្តនៅមើលថែលាក់គីបានទៀតដែរដោយសារអ្នកមើលថែដំរីនៅសួនសត្វភ្នំតាម៉ៅម្នាក់នោះបានបញ្ចប់ការងារជាអ្នកមើលថែសួនសត្វនៅភ្នំតាម៉ៅទៀតហើយបើតាមវីដេអូនៅលើទំព័រ Facebook ឈ្មោះ Trisithing បានបង្ហោះវីដេអូដំរីលាក់គីយំស្រែករត់តាមលោកដែលកំពុងតែជិះម៉ូតូចាកចេញពីភ្នំតាម៉ៅដោយកូនរត់តាមម្ដាយទៅផ្សារអញ្ចឹងដែរម្ចាស់គណនីខាងលើបានសរសេរ caption ថាបើអាចយកទៅជាមួយខ្ញុំបានខ្ញុំយកទៅហើយ